ចំនួនព្រំដែនកម្ពុជាថៃបានឡើងដល់វេទិកាអន្តរជាតិមួយទៀតហើយសភានៃប្រទេសប្រើភាសាបារាំង APF ដែលប្រមូលផ្ដុំសភាជាតិនិងសភាតំបន់មកពីប្រទេសនិងដែនដីប្រើប្រាស់ភាសាបារាំងជាង90នៅទូទាំងពិភពលោកបានចេញសេចក្តីសម្រេចពិសេសមួយស្តីពីបូរណភាពទឹកដីរបស់កម្ពុជាដោយជំរុញឲ្យភាគីចំនួនគោរពអធិបតេយ្យភាពដកកងកម្លាំងចេញពីតំបន់ចំនួននិងបញ្ឈប់សកម្មភាពឯកតោភាគីដែលអាចបង្កឲ្យមានភាពតានតឹងតាមព្រំដែនកាន់តែធ្ងន់ធ្ងរសេចក្តីសម្រេចនេះត្រូវបានអនុម័តក្នុងកិច្ចប្រជុំរបស់ APF នៅប្រទេសកាមេរុនកាលពីថ្ងៃទី10និងទី11ខែកក្កដាឆ្នាំ2026តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់ស្ថាប័ននេះក្នុងសេចក្តីសម្រេចនេះ APF បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលត្រូវបានរាយការណ៍ថាកំពុងកើតឡើងនៅក្នុងតំបន់ដែលថៃកាន់កាប់ដោយរួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាការរៀបចំពិធីសាសនានៅតាមទីតាំងវប្បធម៌និងសាសនាព្រមទាំងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ APF ក៏បានជំរុញដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីនិងគោរពតាមច្បាប់អន្តរជាតិជុំវិញសេចក្តីសម្រេចនេះលោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលនិយាយថាខ្លឹមសាររបស់ APF ស្របទាំងស្រុងទៅនឹងជំហររបស់កម្ពុជាដែលប្រកាន់យកការដោះស្រាយដោយសន្តិវិធីលោកចាត់ទុកការគ្រប់គ្រងរបស់សភាប្រើភាសាបារាំងថាជាការបញ្ជាក់ថាការទូតរបស់កម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវគឺយ៉ាងណាក្រោយការប្រយុទ្ធគ្នាពីរជុំនៅក្នុងឆ្នាំ2025កងកម្លាំងថៃបន្តកាន់កាប់ទីតាំងជាច្រើនកន្លែងនៅក្នុងខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យនិងពោធិ៍សាត់ដោយទីតាំងខ្លះបានចូលជ្រៅទៅក្នុងទឹកដីកម្ពុជារហូតដល់2គីឡូម៉ែត្រគិតត្រឹមថ្ងៃទី12ខែកក្កដាឆ្នាំ2026កម្ពុជាបានតវ៉ា45លើកទៅកាន់ភាគីថៃពាក់ព័ន្ធទៅនឹងសកម្មភាពឯកតោភាគីរំលោភអធិបតេយ្យភាពរបស់កម្ពុជាក្នុងសេចក្តីសម្រេចថ្មី APF បានសង្កត់ធ្ងន់ថាទំនាក់ទំនងកម្ពុជាថៃអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញលុះត្រាតែមានការគោរពពេញលេញចំពោះអធិបតេយ្យភាពបូរណភាពទឹកដីនិងការកំណត់ព្រំដែនស្របទៅតាមឯកសារនិងក្របខ័ណ្ឌច្បាប់អន្តរជាតិភាគីថៃមិនទាន់ឆ្លើយតបសេចក្តីសម្រេចរបស់សភាប្រើភាសាបារាំងនៅឡើយគិតត្រឹមម៉ោងចេញផ្សាយ